គាត់ទៅចេះសរសេរគាត់ខ្ជិលលហាខ្ជិលប្រើកម្មវិធីញ៉ៃញ៉ៃអញ្ចឹងយើងចូលកន្លែងហ្នឹងមកបាទចូលកន្លែងហ្នឹងមកហើយយើងឃើញហើយរូបភាពបែបហ្នឹងហើយយើងសរសេរអក្សរហើយយើងសរសេរមកយើងអាហ្នឹងរូបភាពហ្នឹងខ្ញុំចង់ដាក់ថាមួយណារូបភាពពីរហ្នឹងតើមួយណាស្អាតជាងចឹងចម្លើយមាន A មាន B ចឹងខ្ញុំសូមដាក់ A B យ៉ាងមកបាទហើយយើងដាក់ A B យ៉ាងមកគ្នាដាក់ A B យ៉ាងមកហើយយើងអាចកែលើនេះបានទេកែលើនឹងបានហើយកែកលកែបានងាយតែម្ដងបាទស្រួលមែនទែនហើយយើងដាក់ A យ៉ាងមកទៅមកយើងដាក់អក្សរ B មួយទៀតមកហើយយើងអាចកែបានដូចគ្នាងាយយើងដូរពណ៌ដាក់ពណ៌ផ្សេងក៏បានឬក៏ពណ៌ដូចគ្នាក៏បានអញ្ចឹងយើងសរសេរមកបាទយើងសរសេរមកបែបហ្នឹងមកហើយយើងដាក់មកនេះគឺងាយមែនទែនគឺវីដេអូហ្នឹងគឺសម្រាប់បងប្អូនដែលមួយចំនួនតូចគាត់ចេះអញ្ចឹងគាត់អាចទស្សនាវីដេអូនេះបានរបៀបសរសេរអក្សរនៅលើទាំងរូបភាពដែលយើងផុសនៅក្នុង account Facebook ឬក៏ page អញ្ចឹងយើងសរសេរមករូបភាព2បាទរូបភាពតើអ្នកបាទឬក៏យើងសរសេរតើអ្នកស្រឡាញ់មួយណាតើអ្នកពេញចិត្តមួយណាចឹងមកពួកពេញចិត្តមួយណាយើងសរសេរអញ្ចឹងមកបាទហើយយើងអាចកែវាដូចគ្នាបាទយើងអាចកែដូចគ្នាយើងកែអញ្ចឹងក៏បាននេះបាទយើងសរសេរមកយើងសរសេរបែបហ្នឹងដើម្បីកុំឲ្យថា Facebook ចាប់យើងខុសគោលការណ៍របស់គេអញ្ចឹងយើងសរសេរបែបហ្នឹងមកយើងសរសេរបែបហ្នឹងដើម្បីការពារ Facebook ចាប់ខុសគោលការណ៍កាលណាយើងដាក់សុទ្ធអត់មានកែលម្អកែអីទេវាអាចនឹងខុសគោលការណ៍គេអញ្ចឹងយើងសរសេរហើយយើងដាក់ចឹងមកបាទហើយយើងអាចចុចផុសបានណាឬក៏យើងថែមមួយទៀតក៏បានដែរបងប្អូនតែយើងបើតែថែមបានយើងចុចផុសទៅម្ដងនេះបាទពេលយើងចុចផុសទៅវាកំពុងតែដំណើរការអញ្ចឹងយើងរងចាំវាបន្តិចមកតិចទៀតវាដំណើរការបាទនេះបាទគឺហើយអញ្ចឹងយើងទទួលបានមួយសន្លឹកទៀតហើយអញ្ចឹងបងប្អូនឃើញភ្លេចជួយចុច follow ឬក៏ចុច share ម្នាក់មួយផងឲ្យពេញចិត្តនៅ page របស់ខ្ញុំអូខេបាយបាយជួបគ្នាពេលក្រោយទៀត